ទាំងអស់គ្នា hero ថ្មីដែលនៅក្នុងដៃខ្ញុំនេះគឺមានឈ្មោះថា Obsidia សម្រាប់ hero មួយនេះផងដែរ yes អ្នកទាំងអស់គ្នាគឺជា hero Marksman ដែលចេញនៅ season ក្រោយមួយទៀតបន្ទាប់ពី hero Season អូយើងអញ្ចឹងនៅក្នុង page មេឌុយវ៉ាន់ខ្ញុំនេះដូចជាផ្លេចផុសពី hero Season អូខេចាំវីដេអូក្រោយអញ្ចឹងវីដេអូមួយនេះខ្ញុំនឹងធ្វើការផុសពី hero Obsidia យើងសិនហើយនេះគឺជា skill ទី1អ្នកទាំងអស់គ្នាគឺបាញ់ចេញទៅចំ enemy ឬក៏ចំ minion វានឹងធ្វើការបូកជាមួយនឹង passive stack ផងដែរដើម្បីរកបានជាមួយនឹង passive stack នឹងកាន់តែច្រើននៅពេលដែលយើងវាយ enemy វានឹងឡើងជាមួយនឹង passive stack ដូចគ្នាអញ្ចឹង combo ជាមួយនឹង skill ទី1ជាមួយនឹងការបាញ់ធម្មតា basic attack វានឹងជាមួយនឹងធ្វើការកើន passive គឺកាន់តែច្រើនហើយក៏កាន់តែលឿនដូចគ្នា passive របស់យើងនៅពេលដែលពេញកន្លែងនេះវានឹងកើនជាមួយនឹងមួយ stack អញ្ចឹងណាថ្ងៃអ្នកទាំងអស់គ្នា stack របស់វាកំណត់គឺ30 stack អ្នកទាំងអស់គ្នានៅពេលដែលយើងឡើងក្នុងមួយ stack វានឹងបន្ថែមជាមួយនឹងកូនគ្រាប់មួយដែលបាញ់ទៅលើ enemy បន្ថែមមួយទៀតផងដែរអញ្ចឹងគឺថា stack យើងកាន់តែច្រើនគ្រាប់បាញ់ទៅលើ enemy បន្ថែមពីលើទៀតហ្នឹងគឺកាន់តែច្រើនហើយនេះគឺជា skill ទី2អ្នកទាំងអស់គ្នាគឺថាបន្ថែមល្បឿនគឺលឿនខ្លាំងមែនតើមិនខុសពី skill ពលីងទេណាអ្នកទាំងអស់គ្នាប៉ុន្តែ skill ទី2 Obsidian នេះគឺអត់អាចជ្រែកជញ្ជាំងបានទេហើយនេះគឺជា skill ទី3អ្នកទាំងអស់គ្នាគឺថាលយខ្លាំងមែនតើតាមម្ដងគឺថាកុកខ្សែចង enemy ឲ្យទាញយើងទៅតាមម្ដងស្តៀងជាមួយនឹង skill ទី1របស់ Orgas ដែរអ្នកទាំងអស់គ្នាសម្រាប់ skill នឹងផងដែរគឺថាមិនថាយើងឬក៏ enemy ទេគឺអាច flick ចេញបានទេអ្នកទាំងអស់គ្នាគឺថាចងជាប់ហើយគឺថា enemy ក៏អាចដើរគេចពីយើងបានដែរលក្ខណៈថា skill នេះគឺថាចងជាប់គ្នាហ្មងណាអ្នកទាំងអស់គ្នាគឺថាចងជាប់គ្នាកិច្ចតាក៏បានដែរសម្រាប់ skill ទី3នឹងផងដែរគឺថាលយត្រង់គឺថាទលូនជាងបានទៀតអ្នកទាំងអស់គ្នាដល់ពេលដែលយើងដាក់ចំ enemy ហើយគឺថាទាញយើងទលូនជាងហ្មងចំណុចល្អមួយទៀតអ្នកទាំងអស់គ្នា skill ទី3ហ្នឹងដល់ពេលដែលយើងបើកហើយគឺថាយើងអាចដើរជ្រែទលូនជាងបានទាំងអស់ហ្មងអ្នកទាំងអស់គ្នាហើយពិសេសមួយទៀតដល់ពេលដែលយើងបើក ultimate គឺថា skill ទី2 cooldown តែ1វិនាទីទេអ្នកទាំងអស់គ្នាគឺថាប្រើបានលឿនមែនតើហ្មងនេះអ្នកទាំងអស់គ្នាដល់ពេលដែល stack យើងឡើងគ្រប់30អ្នកទាំងអស់គ្នាលយខ្លាំងមែនតើហ្មងវាយម្ដៃគឺថា stack យើងវាយ enemy គឺថាបន្ថែមពីលើច្រើនមែនតើហ្មងណាអ្នកទាំងអស់គ្នាឲ្យមើលបានគឺថា wow គឺថាសាហាវមែនតើចាំកាលទៀតយើងធ្វើការមកតែនៅក្នុង rank ឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងតើហើយគ្នាយើងដែលកំពុងតែមើលវីដេអូមួយនេះគឺថា hero មួយហ្នឹងមិនដែរសាហាវឬក៏អត់អញ្ចឹងណាហ្នឹងហើយបើគ្នាយើងគិតថាសាហាវមិនសាហាវអីគ្នាយើងកុំភ្លេច comment ប្រាប់ខ្ញុំម្នាក់មួយផងណាសម្រាប់ខ្ញុំលេងផ្ទាល់ខ្ញុំគិតថា hero មួយនេះគឺថាសាហាវមែនតើចាប់ផ្ដើម level 8 level 9ឡើងគឺថា damage វាយមួយ skill ដាច់ប្រហែល assassin តែម្ដងអូជាចុងក្រោយសម្រាប់គ្នាយើងណាដែលគាត់មានតម្រូវការចឹងដែរ Diamond Game Mobile Legends ដែលមានជាមួយនឹងតម្លៃធូរថ្លៃដាក់ភ្លាមហើយធានាសុវត្ថិភាព 100% គ្នាយើងអាចជ្រើសរើសដាក់បានជាមួយនឹងខាង website Garena Top Up របស់ខ្ញុំបានណាគ្នាយើងសម្រាប់គ្នាយើងណាដែលគាត់ចង់ដាក់គ្នាយើងអាចធ្វើការឆាតយក page ក៏បានឬក៏ដាក់ខ្លួនឯងតាមរយៈ website Garena Top Up ដែលមាន link នៅក្នុងវីដេអូហ្នឹងក៏បានដែរឥឡូវនេះយើងដាក់ gameplay អ្នកនរគ្នាមើលតែម្ដង